រឿងភ្ញៀវពាក់កណ្ដាលអាធ្រាត្ររឿងពិតពីកុដវត្តចាស់តើអ្នកធ្លាប់យកបាយទៅវត្តដើម្បីឧទ្ទិសកុសលឲ្យអ្នកដែលស្លាប់ទៅហើយស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងឈរដកដង្ហើមធ្ងន់ៗនៅពីក្រោយខ្នងអ្នករងចាំទទួលវាដោយផ្ទាល់ដៃទីជួនកាលរបស់ដែលគួរឲ្យខ្លាចបំផុតមិនមែនជាវិញ្ញាណដែលងើបពីភ្នូនោះទេតែជាកំហុសដែលអ្នកបានកប់ចោលក្នុងអតីតកាលសំឡេងចង្រិតយំកំដររាត្រីលីឡំសំឡេងទីទុយខ្យល់បក់ស្លឹកផូបោកទង្គិតគ្នាឮសូរក្រៅក្រែងម៉ោង12កណ្ដាលអាធ្រាត្រនៅវត្តព្រៃដាច់ស្រយាលមួយក្បែរជើងភ្នំទីនេះពោពេញទៅដោយដើមផូធំធំដែលឫសរបស់វាចាក់ស្រេសអបក្រសោបចេតិយចាស់ចាស់បង្កើតបានជាទិដ្ឋភាពមួយដ៏ស្រងូតស្រងាត់ភិក្ខុវ័យក្មេងឈ្មោះវិជាទើបតែបុកមុខភ្លើងបាន3ថ្ងៃដើម្បីសងគុណម្ដាយដែលទើបតែចែកឋានទៅលោកគង់នៅក្នុងកុដិឈើបុរាណមួយដែលសង់ខ្ពស់ផុតពីដីកុដិនេះមានសភាពចាស់ទ្រុឌទ្រោមសសរឈើឡើងខ្មៅក្រឹបដោយសារផ្សែងធូបរាប់សិបឆ្នាំពន្លឺចង្កៀងប្រេងកាតូចមួយភ្លឺព្រិចព្រិចបោះស្រមោលរេរំពេញជញ្ជាំងក្តារបរិយាកាសស្ងាត់រហូតដល់វិជាអាចឮសំឡេងចង្វាក់បេះដូងខ្លួនឯងលោតប៉ុន្តែនៅក្នុងភាពស្ងាត់នេះមានអាបរងាម្យ៉ាងបានបក់ចូលតាមប្រហោងក្តារនាំមកនៅក្លិនធូបសែនខ្មោចលីឡំជាមួយក្លិនផ្កាម្លិះក្រៀមស្វិតវិជាមានអារម្មណ៍ថាគាត់មិនមែននៅម្នាក់ឯងនោះទេនៅក្នុងកុដិដ៏ចង្អៀតនេះសំឡេងឆ្កែលូត្រហើយយំពេកចម្ងាយសំឡេងក្រជាកៅសសរឈើក្រាកកំពុងតែសូត្រមន្តថ្មីងភ្នែកស្រាប់តែត្រចៀករបស់វិជាបានឮសំឡេងចម្លែកវាផុសចេញពីក្រោមវែវកុដិក្រាកដូចជាមាននរណាម្នាក់កំពុងយកក្រជាកវែងកៅសសរឈើពីក្រោមឡើងមកលើវិជាបើកភ្នែកព្រឹតសាច់ញាក់កន្ត្រាក់លោកព្យាយាមទន្ទិញធម៌បន្តតែបបោមាត់ចាប់ផ្ដើមញ័រសំឡេងយំខ្សឹកខ្សួលស្ដាប់មិនបានន័យដង្ហើមធ្ងន់ឮខ្សឹបតាមចន្លោះក្តារសំឡេងនោះកាន់តែខិតនុកចិត្តមិនមែនត្រឹមតែកោតែជាសំឡេងលួនវាលួនប៉ះនឹងក្តារខាងក្រោមលាន់សូសើតស្រាប់តែមានសំឡេងខ្សាប់មួយបន្លឺឡើងយ៉ាងស្អកស្រាលឆ្លងកាត់ប្រហោងក្តារចំពីក្រោមអាសនៈដែលលោកកំពុងគង់កូនម៉ែឃ្លានណាស់ម៉ែរងាណាស់កូនវិជាស្រក់ញើសត្រជាក់ស្រឹបពេញខ្លួនសំឡេងនេះស្រដៀងសំឡេងម្ដាយគាត់កាលគាត់នៅរស់តែវាលាឡំជាមួយភាពឈឺចាប់និងគំនុំយ៉ាងជ្រៅមួយខ្យល់ហួសហែងបាក់ចូលកុដិយ៉ាងខ្លាំងសំឡេងចង្កៀងប្រេងកាតូតរលត់វឹបទ្វារឈើចាស់បើកឮសូរងាគឺតពន្លឺតែមួយក្នុងបន្ទប់បានរលត់បាត់ភាពងងឹតស្លុបបានចូលមកគ្របសង្កត់ទ្វារកុដិដែលបានចាក់សយ៉ាងជិតស្រាប់តែរបឺចេញយឺតនៅក្នុងស្រមោលពន្លឺព្រះច័ន្ទសុបសាវអង្គធាតុមួយបានឈរនៅមាត់ទ្វារវាមិនមែនជាមនុស្សទេវាមានកម្ពស់ខ្ពស់ខុសប្រក្រតីក្បាលស្ទើរតែមុតដល់ដំបូលកុដិសាច់ឈាមស្លេកស្លាំងដំបៅរលួយរាងកាយស្កើមស្កាងឃើញតែឆ្អឹងជំនាឯដៃជើងវែងធ្លាក់យាដល់ដីសំឡេងឆ្អឹងរលាកឮគ្រួបប្រេះសំឡេងត្អើខ្យល់លាយឡំសូរថ្ងោវាអូសជើងអូលចូលយឺតក្លិនស្អុយរលួយសាយភាយពេញបន្ទប់រហូតធ្វើឲ្យវិជាចង់ក្អួតសាក់ពណ៌ខ្មៅសលាយគ្នាយ៉ាងរត្រៃរ៉ាត់គ្របមុខវាចិត្តវាជាប្រែតដែលស្រហាយឃ្លានរាប់រយឆ្នាំវាលុតជង្គង់ចុះយឺតនៅចំពោះមុខភិក្ខុវ័យក្មេងលើកដៃទាំងពីរដែលសល់តែស្បែកដណ្ដប់ឆ្អឹងហាក់ដូចជាកំពុងសំពះឬសុំអាហារសំឡេងថយក្រោយអុកគូតចង្វាក់បេះដូងលោតញាប់ដកដង្ហើមថប់ចេញទៅអាស្រូវអាត្មាសូត្រធម៌ឧទ្ទិសឲ្យហើយតើហេតុអីមកតាមឡងបន្លាទៀតវិជាស្រែកដោយភាពភ័យខ្លាចដល់ទីបំផុតលោកថយក្រោយរហូតដល់តល់ជញ្ជាំងយកដៃគប់ទឹកមន្តទៅលើរូបរាងដ៏គួរឲ្យស្អប់ខ្ពើមនោះប៉ុន្តែ
ទឹកមុនមិនមានឥទ្ធិពលអីវ៉ៃសោះប្រែតនោះមិនបានថយក្រោយឡើយវាបែរជាលួនចូលមកគៀកមែនទែនរហូតដល់ដង្ហើមដ៏ស្អុយរលួយរបស់វាផ្លុំប៉ះមុខវិជាដៃដ៏សែនត្រជាក់និងរឹងដូចដែករបស់វាបានលូកមកចាប់កបដៃវិជាជាប់សំឡេងសាច់ខ្លោចវិជាទទួលអារម្មណ៍ឈឺចាប់ដូចត្រើភ្លើងរលាកវាចាប់ផ្ដើមងើបមុខឡើងយឺតទម្លាក់សក់ដែលបាំងមុខចេញបង្ហាញរន្ធភ្នែកដែលស្រុតជ្រៅនិងមាត់ដែលដាច់រហែកសំឡេងខ្សឹបក្បាយត្រចៀកដ៏ព្រឺព្រួលបាយដែលកូនសន្យាថានឹងទិញមកឲ្យម៉ែនៅឯណាភីបស្ងប់ជ្រងឹមបែបត្រជាក់ឆ្អឹងសំឡេងយំរលេកសោកសង្រេងវិជាបើកភ្នែកធំរាងកាយទាំងមូលឡើងថ្កិលថ្ងផ្ទៃមុខដ៏គួរឲ្យខ្លាចនោះគឺជាម្ដាយរបស់ខ្លួនស្រាប់តែការចងចាំដ៏ខ្មៃងងឹតដែលលោកខំលាក់បាំងបានវាលោកចូលទៅក្នុងខួរក្បាលកាលពីម្ដាយគាត់នៅរស់គាត់ឈឺធ្ងន់ដេកនៅផ្ទះម្នាក់ឯងគាត់ខលទូរស័ព្ទហៅវិជាឲ្យទិញបាយនិងថ្នាំយកមកឲ្យគាត់ប៉ុន្តែវិជាកំពុងតែសប្បាយផឹកស៊ីជាមួយមិត្តភក្តិកោបិទទូរស័ព្ទចោលទៅ3ថ្ងៃក្រោយមកទើបវិជាត្រឡប់មកផ្ទះហើយឃើញម្ដាយដាច់ខ្យល់ស្លាប់នៅលើឥដ្ឋនៅក្នុងសភាពអត់បាយក្រហាយទឹកភ្នែកបាក់ស្លឹងសម្លឹងទៅមាត់ទ្វាររង់ចាំកូនទាល់តែដាច់ខ្យល់ស្លាប់ការបួសនេះមិនមែនដោយសារសេចក្តីកតញ្ញូទេតែដោយសារវិជាចង់រត់ឃ្លេងពីវិបជរានិងអំពើបាបដែលខ្លួនបានសម្លាប់ម្ដាយដោយប្រយោលទៅដៃម្ដាយដែលคล้ายទៅជាប្រែតមិនមែនដោយសារគ្នាអ្នកធ្វើបុណ្យបញ្ជូនឲ្យទេតែដោយសារចិត្តដែលនៅជាប់ជំពាក់នឹងភាពស្រហាយឃ្លាននិងការរំចាំកូនតល់តែដាច់ខ្យល់ស្លាប់ប្រែតនោះយំចិនឈាមយកដៃអង្អែលមុខវិជាទាំងក្តីស្រឡាញ់លាយឡំក្តីឈឺចាប់រួចក៏រលាយបាត់ទៅវិញជាមួយអាពណ៌ពេលព្រឹកសំឡេងកណ្ដឹងវត្តលាន់ស្រាលបក់តាមខ្យល់ព្រឹកព្រលឹមវិជាអង្គុយអោបជង្គង់យំដូចមនុស្សឈួនតែម្នាក់ឯងក្នុងកុដិពន្លឺព្រះអាទិត្យរះតែវាមិនអាចបំបត្តិភាពងងឹតក្នុងចិត្តលោកបានឡើយវិជាបានដឹងការពិតម្យ៉ាងច្បាស់ថាខ្មោចដែលគួរឲ្យខ្លាចបំផុតមិនមែនរស់នៅក្នុងចេតិយឬក្នុងព្រៃស្មោះសានទេប៉ុន្តែវាគឺជាវិបជរានិងអំពើបាបដែលរស់នៅក្នុងបេះដូងយើងជារៀងរហូត